ឥឡូវនេះម្ចាស់ផ្ទះត្រូវអញ្ជើញគេមកនេសាទនៅអាងទឹកភូមិយូឡុងក្នុងតម្លៃ30យន្តក្នុង1ម៉ោងយ៉ាងតិច5ម៉ោងម្ចាស់ផ្ទះនឹងទទួលបានឱកាសអាប់ដេតទីតាំងនេសាទកិច្ចការដដែលថ្លៃឈ្នួលដដែលចំនួនអ្នកនេសាទពីម្នាក់ឡើងដល់10នាក់មិនជាបញ្ហាទេទោះមិនទាន់អាប់ដេតប៉ុន្តែត្រីក្នុងអាងយើងមានរបស់ពិសេសគួរតែមិនពិបាកទេនោះគឺទៅមើលថាអាចរកអ្នកនេសាទបានអត់ប្រមូលគេមកនេសាទឥឡូវមានរបស់ពិសេសសុំតែគេមកនេសាទប្រហែលមិនត្រូវគេវីទេទៅរកអ្នកនេសាទនៅណាមានវិធីច្រើនវិធីអនឡាញខ្ញុំគ្មានក្រុមអ្នកនេសាទទេតែប៊ីយុនតើមានវិធីក្រៅបណ្ដាញគឺទៅកន្លែងនេសាទព្រៃល្អបំផុតគឺទៅពេលគេទៅនឹងរៀបចំខ្លួនត្រឡប់ទៅវិញតែវាមិនញីទេធ្វើអីមានរឿងអីបន្ទាន់ឬគ្មានទេមិញប្រពន្ធទៅនឹងឆ្លោះគ្នាពួកអ្នកកាត់អីអត់អីទេប្រាប់រឿងរបស់អ្នកចុះខំមកមានការអីមានរឿងតិចតួចជួយផ្សព្វផ្សាយក្នុងក្រុមនេសាទផងអាងទឹកយូឡុង30យន្ត1ម៉ោងយ៉ាងតិច5ម៉ោងជួយរកគេមកនេសាទផងនិយាយមែនឬលេងឯងចង់ធ្វើមែនក្នុងអាងមានត្រីមែនប្រាប់ថាបើមិនជោគជ័យឯងមិនជឿចុះមានត្រីអ្វីខ្លះប្រាប់ខ្ញុំមកទៅងាយផ្សព្វផ្សាយពេលផ្សព្វផ្សាយកុំនិយាយពីត្រីបើគេសួរគ្រាន់តែប្រាប់ថាទៅដល់ដឹងហើយថាកន្លែងនេះមានរបស់ពិសេសក្រៅបណ្ដាញពិបាកណាស់ស្រីម្នាក់នោះមើលទៅដូចជាពឹងយិននាងជាអ្នកលេងបណ្ដាញសង្គមល្បីម្នាក់ជំនាញគឺហ្គេមលូយ៉ាធ្លាប់ជាកីឡាករប្រកួតហ្គេមបច្ចុប្បន្នជាប្លុកឃើថតវីដេអូកម្សាន្តដោយសារមុខមាត់និងរាងកាយនាងល្បីខ្លាំងគួបផ្សំជាមួយវីដេអូដែលមានខ្លឹមសារសម្បូរបែបមានអ្នកតាមដានជិត10លានអ្នកវីដេអូនេះមួយមានការចុច like ច្រើននាងជាអ្នកល្បីលំដាប់កំពូលស្រុកកំណើតហ្វឹងយិននៅទីនេះរត់មិនដឹងទេមែនជានាងមែនទេពឹងយិនសួស្ដីបងប្រុសជានាងមែនឬពួកអ្នកទៅណាទៅនេសាទមែនទេថ្ងៃនេះពួកយើងមិននេសាទទេខ្ញុំជាអ្នកគ្រប់គ្រងអ្នកខ្ញុំបើកន្លែងនេសាទក្បែរនេះមានរបស់ពិសេសចង់ទៅសាកទេពិសេសបងប្រុសអ្នកនិយាយមែនឬមានអ្វីពិសេសយកឧបករណ៍មកទេមាននៅលើឡានហើយចឹងល្អណាស់វីដេអូនេះអាចថតបានហើយអ្នកគិតយ៉ាងណាដែរពួកយើងពិភាក្សាគ្នាជាមុនសឹមថតវីដេអូថតម្ដងទៀតពីពេលដែលអ្នកមកសួស្ដីខ្ញុំពឹងយិនសួស្ដីបងប្រុសព្រះឲ្យជានាងមែនខ្ញុំជួបអ្នកល្បីហើយពួកអ្នកទៅនេសាទមែនទេថ្ងៃនេះខ្ញុំមិននេសាទទេមកនេសាទបានខ្ញុំបើកកន្លែងនេសាទមានរបស់ពិសេសបើថតវីដេអូគឺអែមខ្លាំងពិសេសអីទៅដល់ដឹងហើយជិះឡានតែ10នាទីទេតម្លៃប៉ុន្មានខ្ញុំបើកអាងនេសាទ150យន្ត5ម៉ោងត្រីចង់យកទៅផ្ទះក៏បានចង់លេងវិញក៏បានមិនថ្លៃទេអាងខ្ញុំនេសាទងាយតម្លៃក៏ថោកមិនបង្ខំឲ្យលេងត្រីវិញទេមានត្រីអ្វីខ្លះរបស់ពិសេសគឺនៅទីនេះទៅដល់នឹងដឹងខ្ញុំមិនទាន់ប្រាប់ទេគ្មាន script ទេនេះគឺសម្ដែងដោយធម្មជាតិថ្ងៃនេះមិនបានគិតថានេសាទទេតែបងប្រុសម្នាក់នេះគួរឲ្យចាប់អារម្មណ៍កន្លែងនេសាទមានរបស់ពិសេសតម្លៃក៏មិនថ្លៃយើងទៅមើលបន្តិចចុះខ្ញុំក៏ចង់ដឹងដែរតោះបងនាំផ្លូវទៅខ្ញុំបើកឡានតាមក្រោយកុំនិយាយផ្ដេសផ្ដាសអាងខ្ញុំមានត្រីគ្រប់ប្រភេទសំបីត្រីធំដែលកន្លែងផ្សេងគ្មានឯងនេសាទបានតែត្រីតូចទេត្រីផាទីហ៊ូត្រីពិបាកចាប់ណាស់ថ្ងៃនេះថ្ងៃក្តៅត្រីប្រហែលមិនសូវស៊ីចំណីសាក់នេសាទយូរទៀតមើលនេះជាត្រីផឹងនិងត្រីផាទីហ៊ូត្រីផាទីហ៊ូធំម្លេះត្រីផឹងក៏គួរឲ្យខ្លាចខ្ញុំផ្ទាល់ក៏មិនធ្លាប់នេសាទបានធំម្លេះដែរខ្លាំងមែនហ្វឹងយិនមានមិត្តមកហើយហ្វឹងយិនអ្នកនេសាទទៅម្ចាស់អាងអ្នករវល់ចុះវីដេអូនេះត្រូវតែល្បីអ្នកនេសាទពេញបណ្ដាញត្រូវតែភ្ញាក់ផ្អើលឯងលឿនម្លេះហ្វឹងយិនកំពុងតែនេសាទហើយឯងបង្ហោះវីដេអូនៅឯងពិតជាខ្លាំងមែនមិននឹកស្មានថាឯងអញ្ជើញហ្វឹងយិនមកថតវីដេអូចំណាយលុយអស់ប៉ុន្មាននិយាយទៅឯងប្រហែលមិនជឿខ្ញុំជួបនាងនៅទីក្រុងមិនអស់លុយសំបីមួយកាក់ថ្លៃនេសាទ150យន្តខ្ញុំមិនជឿទេហ្វឹងយិនជាអ្នកស្រុកចិត្តនេះឯងមិនទៅរកគេមកទីនេះមែនទេខ្ញុំទៅនេសាទក្បែរនាងមិនជឿទេចង់នេសាទសឹងលុយសិនឯងយកលុយខ្ញុំមែនទេអាចឈួតខ្ញុំទៅចាប់ផ្ដើមរកស៊ីឯងជួយគាំទ្រម្ដងទៅមិនបានទេបានថ្លៃប៉ុន្មាន
150 យន្ត5ម៉ោង100បានទេទៅងាប់ទៅបើមិន150គុំសង្ឃឹមឆាប់ផ្ញើតាមវីឆាតមក150យន្តចាំបន្តិចឯងជាមួយប្រពន្ធមានរឿងអីមិនបានឆ្លោះគ្នាកុំនិយាយរឿងហ្នឹងនិយាយមកឲ្យខ្ញុំសប្បាយចិត្តផងយប់មិញនាងឲ្យខ្ញុំទៅនេសាទយប់ថាគេចង់មើលទូរទស្សន៍លទ្ធផលខ្ញុំទៅនាងបែរជាឯងនិយាយបន្តមកនាងនាំគេ3នាក់មកលេងបៀដល់ភ្លឺចាញ់អស់10000ជាងធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់ស្ទើរតែស្លាប់ហើយខ្ញុំស្មានថាប្រពន្ធឯងលួចមានសហាយទៅហើយម្ចាស់អាងនៅណា